បាទជំរាបសួរបងប្អូនអរគ្នាឥឡូវនេះយើងចូលមកក្នុងវីដេអូថ្មីវីដេអូនេះដែរគឺយើងចង់ស្វែងយល់ទាំងអស់គ្នាអំពីកម្មសិទ្ធិនៅវីដេអូមុនគឺយើងនិយាយអំពីប្លង់រឹងប្លង់ទន់ណាប្លង់សហកម្មសិទ្ធិផ្សេងអញ្ចឹងមកឥឡូវនេះយើងនិយាយអំពីកម្មសិទ្ធិម្ដងអញ្ចឹងប្លង់ជាប្រភេទឯកសារណា deed ណា title ណាលិខិតផ្ទេរសិទ្ធិផ្សេងប៉ុន្តែកម្មសិទ្ធិនេះគឺសម្គាល់ពីកម្មសិទ្ធិប្រភេទនៃកម្មសិទ្ធិរបស់យើងនៅក្នុងប្លង់បាទអញ្ចឹង ownership នេះឬក៏កម្មសិទ្ធិនេះតើបែងចែកជាប្រមាណបាទធំគឺយើងដឹងណាយើងតែឃើញគឺកម្មសិទ្ធិអចលនវត្ថុចែកជាពីរធំគឺកម្មសិទ្ធិរដ្ឋនិងឯកជនបាទប៉ុន្តែយោងតាមច្បាប់ភូមិបាលឆ្នាំ2001និងក្រមរដ្ឋប្បវេណីឆ្នាំ2007កម្មសិទ្ធិលើអចលនវត្ថុនោះត្រូវបានបែងចែកជា6ឯណោះបាទអញ្ចឹងយើងមកយល់អស់គ្នាតើយ៉ាងម៉េចខ្លះអញ្ចឹងទី1គឺកម្មសិទ្ធិឯកជនកម្មសិទ្ធិឯកជនឬក៏sole ownership ឬក៏ sole property នេះគឺជាកម្មសិទ្ធិប្រភេទនេះគឺជាកម្មសិទ្ធិដែលលើទ្រព្យសម្បត្តិដែលយើងស្គាល់ទូទៅឧទាហរណ៍ជាដីជាផ្ទះដែលយើងកាន់កាប់ដែលមានប្លង់រឿងត្រឹមត្រូវឈ្មោះយើងបាទអញ្ចឹងនៅក្រៅមកទៀតនេះយើងអាចប្រើប្រាស់បុគ្គលដែលជាម្ចាស់កម្មសិទ្ធិនឹងយើងអាចប្រើប្រាស់បានកម្មសិទ្ធិនោះអាស្រ័យផលឬមួយក៏ចាត់ចែងលើចលនវត្ថុទៅស្របច្បាប់យើងអាចលក់យើងអាចផ្ទេរសិទ្ធិបាទអានេះគឺកម្មសិទ្ធិឯកជនទី2គឺកម្មសិទ្ធិអវិភាគចឹងអវិភាគនឹងយ៉ាងម៉េចកម្មសិទ្ធិអវិភាគនឹងគឺជាអចលនទ្រព្យដូចជាផ្ទះដូចជាដីដែរប៉ុន្តែមានម្ចាស់ច្រើនអ្នកណាប៉ុន្តែទ្រព្យទាំងអស់នោះអត់បានពុះចែកគ្នាទេមានន័យថាយើងក្នុងចំណោមឧទាហរណ៍ថា3នាក់ណាយើង1/3 1/3 1/3ចឹងតែបាទហ្នឹងគឺកម្មសិទ្ធិអវិភាគឧទាហរណ៍មួយទៀតឲ្យងាយយល់យើងចូលលុយគ្នាណាទិញផ្ទះមួយជួរណាមួយជួរតែល្បីមួយជួរណាហើយឬមួយក៏ទិញវីឡាមួយចុះណាគ្នាចូលគ្នា10នាក់ណាចូលគ្នា10នាក់អញ្ចឹងផ្ទះនោះមិនអាចពុះបានទេមិនអាចម្ចាស់ទាំង10ហ្នឹងគឺត្រូវតែមានត្រូវបានប្លង់រឹងតែមួយទេជាកម្មសិទ្ធិអវិភាគអញ្ចឹងថ្ងៃក្រោយទៅបើចង់លក់ហ្នឹងគឺត្រូវទទួលស្គាល់ទាំងអស់គ្នាកិច្ចព្រមព្រៀងទាំងអស់គ្នាទើបឲ្យលក់បានណាហ្នឹងគឺកម្មសិទ្ធិអវិភាគមួយទៀតគឺសហកម្មសិទ្ធិអញ្ចឹងសហកម្មសិទ្ធិនេះគឺនិយាយស្រួលយល់ទៅគឺជាអចលនទ្រព្យសហកម្មសិទ្ធិសំដៅលើខុនដូឬក៏ដីឡូជាដើមដែលម្ចាស់ម្នាក់ហ្នឹងគាត់មានប្លង់សម្រាប់ unit របស់គាត់រៀងៗខ្លួនក៏ប៉ុន្តែទីតាំងមួយចំនួនដូចជាកន្លែងសាធារណៈដូចជាសួនច្បារអាងហែទឹកចណ្ដាលយន្តអីហ្នឹងប្រភេទទាំងអស់ហ្នឹងគឺជាកម្មសិទ្ធិរួមទៅវិញបាទអញ្ចឹងសហកម្មសិទ្ធិហ្នឹងគឺសំដៅទៅលើអគារដែលយើងជាម្ចាស់មួយ unit ហ្នឹងណាបាទអញ្ចឹងទ្រព្យសហកម្មសិទ្ធិហ្នឹងយើងមានម្ចាស់កម្មសិទ្ធិច្រើនអ្នកខុសពីទ្រព្យអវិភាគដោយសារទ្រព្យអវិភាគហ្នឹងពុះជាកម្មសិទ្ធិឲ្យម្ចាស់ម្នាក់នៅក្នុងហ្នឹងក៏ប៉ុន្តែសហកម្មសិទ្ធិវិញគឺកាន់ unit របស់យើងប៉ុន្តែមានផ្នែកខ្លះនៃអគារហ្នឹងគឺជាបំណែករួមអញ្ចឹងវិញបាទតមកទៀតគឺកម្មសិទ្ធិសមូហភាពអញ្ចឹងកម្មសិទ្ធិសមូហភាពគឺជាកម្មសិទ្ធិសហគមន៍សំដៅលើអចលនវត្ថុរបស់វត្តអារាមណាអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិចផ្សេងណាអញ្ចឹងអ្នកទិញគឺត្រូវប្រុងប្រយ័ត្នដោយសារតែអចលនទ្រព្យប្រភេទនេះมันអាចយកទៅលក់ផ្លាស់ប្ដូរឬក៏ធ្វើអំណោយឬក៏កាន់កាប់ដោយបុគ្គលផ្សេងបានឡើយបាទជាក់ស្ដែងនៅលើប្លង់រឹងហ្នឹងគឺមានការបញ្ជាក់នៅលើហ្នឹងអញ្ចឹងបើសិនជាឃើញកម្មសិទ្ធិសមូហភាពមិនមែនសិតតែឯកសារដែលអាចទិញដូរលក់បានទេបាទទី5តើតើជាមួយកម្មសិទ្ធិសាធារណៈរបស់រដ្ឋបាទអញ្ចឹងជាប្រភេទទ្រព្យសម្បត្តិរបស់រដ្ឋមានដូចជាស្ពានផ្លូវសួនច្បារសាលារៀនមន្ទីរពេទ្យទាំងអស់ហ្នឹងប្រាសាទបឹងបួរសម្បីតែដើមឈើណាហ្នឹងគឺជាទ្រព្យសម្បត្តិរបស់រដ្ឋជាកម្មសិទ្ធិឯកជនរបស់រដ្ឋវិញម្ដងអញ្ចឹងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមានន័យថាជាអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋពីមុនដែលត្រូវបានផ្ទេរទៅឲ្យឯកជននៅក្នុងទម្រង់ផ្សេងណាក្នុងទម្រង់ផ្សេងអញ្ចឹងទ្រព្យសម្បត្តិប្រភេទនេះភាគច្រើនគឺជាដីសម្បត្តិសេដ្ឋកិច្ចគឺជាដីសម្បត្តិសង្គមគិច្ចគឺជាដីដែលរដ្ឋបានលក់ឬក៏ជួលទៅឲ្យឯកជនបាទអញ្ចឹងអាហ្នឹងគឺសរុបមកទាំងអស់ហ្នឹងគឺជាការយល់ដឹងអំពីប្រភេទកម្មសិទ្ធិនៃអចលនវត្ថុហើយដើម្បីឲ្យយើងជៀសផុតអំពីការយល់ច្រឡំការទទួលបានការឆោបោកណាបញ្ហាទិញដីខុសច្បាប់ទិញដីដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកលក់ផ្សេងអីហ្នឹងគឺយើងត្រូវស្វែងយល់ពីប្រភេទនៃកម្មសិទ្ធិដូចគ្នាបាទអញ្ចឹងការទៅពីស្គាល់ប្រភេទប្លង់ក៏ត្រូវស្គាល់ប្រភេទកម្មសិទ្ធិនៅក្នុងប្លង់ហ្នឹងបាទអញ្ចឹង
សង្ឃឹមថាជួបអ្នកនរគ្នានៅវីដេអូក្រោយទៀតវីដេអូនេះគឺចប់ត្រឹមប៉ុណ្ណេះបាទសូមអរគុណច្រើនបាទ